ជំរាបសួរកូនបាទសុខសប្បាយជាទេទាំងពីរនាក់សុខសប្បាយបាទជាដំបូងលោកគ្រូចង់ដឹងថាតើថ្ងៃនេះជាថ្ងៃណាសម្រាប់កូនទាំងពីរនាក់ថ្ងៃនេះគឺជាថ្ងៃទី2នៃការប្រឡងសញ្ញាបត្រវិជ្ជាសិក្សាបឋមភូមិបាទហើយមានអារម្មណ៍មិនដែរថ្ងៃប្រឡងអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តដោយសារភ័យផងសប្បាយចិត្តផងដោយសារមានចំណេះដឹងក្នុងខ្លួនច្រើនអញ្ចឹងទៅពោពេញទៅដោយភាពសប្បាយរីករាយក្នុងការសរសេរបាទមានឈ្មោះអីដែរកូនខ្ញុំឈ្មោះរឿងរទ្ធីរៀនថ្នាក់ទី 9A នៅអនុវិទ្យាល័យអនុវត្តចាកូនកណ្ដោះវិញជំរាបសួរលោកគ្រូខ្ញុំឈ្មោះសុសបាយ៉ាងរៀនថ្នាក់ទី 9A បាទហើយរយៈពេលប្រឡងមួយថ្ងៃពេញម្សិលមិញណាបាទហើយសង្ឃឹមច្រើនទេមើលទៅសម្រាប់ខ្ញុំសង្ឃឹមច្រើនសង្ឃឹមថាបានដល់ទេល្អទៀតដោយសារទី1តែសេចក្តីខ្ញុំសរសេរបានច្រើនទី2មុខវិជ្ជាផ្សេងៗដូចជាគីមីសិលធម៌ភូមិរូបវិទ្យាខ្ញុំធ្វើត្រូវបានច្រើនបាទចុះខាងកូនស្រីវិញខ្ញុំ50 លោកគ្រូ50 ឥឡូវលោកគ្រូគិតថាកូនប្រហែលជាបានល្អហើយតាមអ្វីដែលកូនលើករំក្តីរំពឹងមិញណាកូនម្ដងថ្ងៃអនាគតចង់ធ្វើអីដែរសម្រាប់ខ្ញុំគោលបំណងនេះមានអនាគតមានច្រើនតែអ្វីដែលគួរឲ្យចង់ខ្លាំងគឺចង់ធ្វើគ្រូពេទ្យគ្រូពេទ្យណាវិជ្ជបណ្ឌិតជូនពរឲ្យកូនបានជោគជ័យណាចុះខាងកូនស្រីវិញខ្ញុំដូចខាងនេះដែរបាទឥឡូវដោយសារតើចិត្តដល់ម៉ោងកូនចូលហើយអញ្ចឹងលោកគ្រូសូមអរគុណសម្រាប់ការផ្ដល់សម្ភារខ្លីថ្ងៃនេះជូនពរឲ្យកូនទាំងពីរជោគជ័យជម្រាបលាអញ្ជើញមកដល់សាលាថ្ងៃនេះថ្ងៃទីប៉ុន្មានអ្នកគ្រូស្អាតថ្ងៃទី2នៃការប្រឡងបឋមភូមិបាទមិនដែរកូនសិស្សកាលពីម្សិលមិញពេញមួយថ្ងៃអ្នកគ្រូខ្ញុំឃើញថាកូនសិស្សគាត់ធ្វើបានច្រើនពេលព្រលឹមឡើងមានភាសាខ្មែរហើយល្ងាចដូចជាមាន3មុខរូបវិទ្យាហើយភូមិវិទ្យាសាស្ត្របុរាណបាទរបស់គាត់គឺឃើញគាត់ធ្វើបានច្រើនបាទអរគុណច្រើនអ្នកគ្រូបាទ